còn miền bị chôn tràn đấy nè cài sập buồn nắm đó đang ngày chôn tràn đó hay dừng rọt ngày đằng bạn tràn đuổi cọt lại thế bọn cơ sở cọt bàn sân sòng màu tràn đó đó cài sập buồn nắm bực kịch Presma samput ông bị chôn vào mán gì nữa bẹt sập chân cọt bong ông đọc buồn nắm đang ngày nâng về xây rừng bon chặt cháy nữa gì đó nhưng mình ai che để chọn bán hay có bàn từ tệ về sân chỉ và bon pro vậy vậy từng on được năng lượng ní cứ cài máu cho những bị hết này Paul để dươngត្រូវទទួលបាននៅក្នុងជីវិតរបស់យើងសប្តាហ៍ថ្ងៃហ្នឹងគឺវាការចេញពីហេតុនៅពេលណាដែលហេតុនឹងមានអានឹងទៅផលមានអញ្ចឹងណាបងហ្នឹងបើខ្វះហេតុទេផលនឹងក៏មិនអាចកើតឡើងបានដែរអានឹងឧបមាដូចថាយើងដាំពូជអីបានផលនឹងអញ្ចឹងណាអានឹងដូចអញ្ចឹងឯងថាយើងដាំផ្លែស្វាយនៅក្នុងដីទៅវាដុះចេញជាដើមមកទីបំផុតបានផ្លែស្វាយហ្នឹងវាសារយើងដាំពូជហ្នឹងអញ្ចឹងវាត្រូវបានផលអញ្ចឹងយ៉ាងណាមិញជីវិតយើងក៏ប្រព្រឹត្តទៅរបៀបគ្នាអញ្ចឹងដែរណាព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាកម្មពីរយ៉ាងកម្មហ្នឹងឧបមាដូចជាពូជអញ្ចឹងក៏យល់ហ្នឹងយើងសាងសន្សំនៅពើកម្មបែបណាគឺបានផលបែបហ្នឹងឯងដូចញោមបាសិកាគាត់បានសំកម្មមួយដែលធ្វើឲ្យគាត់មានអាយុវែងហ្នឹងអញ្ចឹងដោយសារពូជហ្នឹងមានណាយល់ពូជហ្នឹងមានអញ្ចឹងទៅធ្វើឲ្យគាត់មានអាយុវែងអញ្ចឹងទៅហើយយើងអត់បានសំពូជដូចគាត់អាយុនឹងមិនវែងដូចគាត់ទេប៉ុន្តែបើសិនយើងបានសំពូជនឹងដូចគាត់ដែរពូជអាយុវែងណាអាហ្នឹងក៏បានអាយុវែងដូចគាត់ដែរពូជអាយុវែងព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្ដែងតកតងរឿងការដែលយើងមិនទៅសម្លាប់ជីវិតគេអញ្ចឹងណាយល់ណាពីអតីតជាតិហ្នឹងយើងមិនទៅសម្លាប់ជីវិតអ្នកដទៃអាហ្នឹងគឺជាការសំពូជមួយអាយុវែងអានឹងហេតុបច្ច័យនៅក្នុងអតីតអញ្ចឹងណាហេតុបច្ច័យក្នុងអតីតគឺយើងមិនបានទៅសម្លាប់ជីវិតសត្វដទៃទៅជាការសំពូជអាយុវែងហើយដល់ពេលហេតុបច្ចុប្បន្នអានឹងយើងថែទាំសុខភាពមិនអញ្ចឹងណាយល់ត្រូវហាត់ប្រាណទៅហើយត្រូវបរិភោគអាហារអីហ្នឹងកុំឲ្យវាមានអាសារធាតុពុលច្រើនពេកណាសារធាតុគីមីអីច្រើនពេកណាព្រោះប្រយោគបច្ចុប្បន្ន